និយាយទៅមិននៅអាមេរិកបានជាង10ឆ្នាំហើយប៉ុន្តែអត់ដែលបានឃើញព្រិលធ្លាក់ផ្ទាល់ភ្នែកអញ្ចឹងណានេះគឺជាលើកទី1ហើយដែលខ្ញុំបានឃើញព្រិលធ្លាក់ពីលើមេឃផ្ទាល់ភ្នែកហើយនៅ Big Bear នេះធ្លាប់មកច្រើនដងហើយគាត់ថាមករដងភាគច្រើនឃើញតែតកកនៅលើដីនៅលើដើមឈើជាពិសេសនៅលើកំពូលភ្នំលើកនេះគឺមកលក្ខណៈគ្រួសារមានទាំងកូនលពៅមកជាមួយផងនិយាយពីថាពីរអ្នកនេះវិញណាគឺអត់មានចេះខ្លាចតិចខ្លាចទាំងអីសោះមើលនេះអាកតកឲ្យមកយាយទៀតប៉ុន្តែបងប្អូននៅខាងក្រៅតិចមែនតែនបើអត់មានសំដាយអត់មានមុខការពារទេគឺនៅអត់កើតទេស្ពឹកណាស់ហើយស្ថានលើកទី1គ្រប់គ្នាអញ្ចឹងម្នាក់សប្បាយមែនតែនសូម្បីតែម៉ាក់ហ្នឹងក៏គាត់សប្បាយដែរឃើញតែកកសក្បោអញ្ចឹងនាំគ្នាក្បងលេងប៉ុន្តែមានណាព្រិលលបស្រាលមែនតែនមើលក៏ដូចស្លៃអញ្ចឹងចាប់មានជាប់ទេហើយងាកមកខាងបឹងនេះវិញត្បិតថាទឹកអត់កកក៏ពិតមែនក៏ប៉ុន្តែអាកាសធាតុនៅខាងក្រៅត្រជាក់រងាខ្លាំងណាស់បងប្អូនប្រសិនបើអត់មានស្រោមដៃអត់មានមួកការពារទេគឺត្រជាក់ស្ពឹកដៃស្ពឹកជើងយកតែម្ដងហើយពេលហៀបឡើងឡានមកវិញនឹងឃើញព្រិលធ្លាក់មកកាន់តែខ្លាំងដល់ពេលអញ្ចឹងទៅឆ្លៀតដោះសុំដៃថតរូបលេងបន្តិចនិយាយទៅមកលើកនេះគឺអត់មានខាតជើងទេឃើញតែព្រិលធ្លាក់ហើយមានតែស្គៀបស្អាតទៀត